សម្រាប់ស្ត្រីដែលគាត់គិតថាគាត់នឹងមករដូវតែញ៉ាំកាហ្វេល្អអត់សហការផលិតដោយ My Cat Film ផ្ដល់ជូនសេវាកម្មផលិតវីដេអូនិងថតរូបគ្រប់ប្រភេទ DOTOP ជា clinic ដែលប្រមូលផ្ដុំដោយវិជ្ជបណ្ឌិតឯកទេសគ្រប់ផ្នែកដូចជាសម្ភពនិងរោគស្ត្រី មហារីកមាត់ស្បូន មហារីកដោះ រោគបុរស តម្រងនោម វះកាត់ចោះ វះកាត់ទូទៅ ចាក់វ៉ាក់សាំងតាមស្តង់ដារជាតិនិងអន្តរជាតិជាមួយនឹងវិជ្ជបណ្ឌិតដែលមានបទពិសោធន៍ជាច្រើនឆ្នាំនិងបញ្ចប់ការសិក្សាមកពីបរទេស ទីតាំងចូលតាមជ្រុងមណ្ឌលសុខភាពស្ទឹងមានជ័យចម្ងាយ20ម៉ែត្រជាប់របងសាលាបឋមសិក្សាស្ទឹងមានជ័យទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ085 568 926និង016 568 926ចាសូមជម្រាបសួរនឹងខ្ញុំវិជ្ជបណ្ឌិតលឹមចានវិរតជាវិជ្ជបណ្ឌិតឯកទេសផ្នែកសម្ភពនិងរោគស្ត្រីនិងជាអគ្គនាយិកានៃមន្ទីរសម្រាប់ព្យាបាល DOTOP ដែលមានទីតាំងចូលតាមច្រកមណ្ឌលសុខភាពស្ទឹងមានជ័យជាប់របងសាលាបឋមសិក្សាស្ទឹងមានជ័យសម្រាប់ស្ត្រីដែលគាត់គិតថាគាត់នឹងមករដូវតែញ៉ាំកាហ្វេល្អអត់ចំណុចកន្លែងនេះតាម research study គេអត់ recommend ឲ្យយើងផ្ដាច់កាហ្វេកំឡុងពេលមករដូវទេព្រោះកាហ្វេគឺជាកាហ្វេអ៊ីនអញ្ចឹងកាហ្វេវាមានសារជាតិកាហ្វេអ៊ីនដែលកាហ្វេអ៊ីនគឺជា pain killer ជាថ្នាំបំបាត់ការឈឺចុកចាប់អញ្ចឹងអ្នកដែលមករដូវហើយគាត់ញ៉ាំកាហ្វេអាចជួយកាត់បន្ថយការឈឺចុកចាប់របស់គាត់ពេលមករដូវបានក៏ប៉ុន្តែចំណុចអាក្រក់របស់វានោះគឺបើសិនជាយើងមុនមករដូវយើងញ៉ាំកាហ្វេច្រើនពេកធ្វើឲ្យយើងដេកអត់លក់យើងដេកអត់លក់យើងអត់ស្រួលខ្លួនដល់ពេលយើងអត់ស្រួលខ្លួនវារឹតតែធ្វើឲ្យយើងមានបញ្ហាលហិតលហើយអស់កម្លាំងពីក្បាលវិលមុខពេលដែលយើងមករដូវអញ្ចឹងសម្រាប់កាហ្វេវាមានជា pro and con មានន័យថាយើងញ៉ាំនៅក្នុង amount មួយដែលតិចល្មមអាចជួយកាត់បន្ថយរោគសញ្ញានៃការចុកចាប់កំឡុងពេលមករដូវរបស់យើងតែបើសិនជាយើងញ៉ាំលើសកម្រិតធ្វើឲ្យយើងមានបញ្ហាពិបាកគេដើមទ្រូងញ័រដែលធ្វើឲ្យយើងកាន់តែឈឺក្បាលវិលមុខនៅក្នុងកំឡុងពេលមករដូវនិងមុនពេលមករដូវអញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូមួយនេះគឺជាសារទូទៅក្នុងការថែទាំសុខភាពសម្រាប់បងប្អូនស្ត្រីរបស់យើងដើម្បីកាត់បន្ថយកុំឲ្យមានរោគសញ្ញាមុនមករដូវជាពិសេសអាមួម៉ៅឆៃឆាវនឹងហ្មងចា៎សូមអរគុណសហការផលិតដោយ My Cat Film ផ្ដល់ជូនសេវាកម្មផលិតវីដេអូនិងថតរូបគ្រប់ប្រភេទ DOTOP ជា clinic ដែលប្រមូលផ្ដុំដោយវិជ្ជបណ្ឌិតឯកទេសគ្រប់ផ្នែកដូចជាសម្ភពនិងរោគស្ត្រី មហារីកមាត់ស្បូន មហារីកដោះ រោគបុរស តម្រងនោម វះកាត់ចោះ វះកាត់ទូទៅ ចាក់វ៉ាក់សាំងតាមស្តង់ដារជាតិនិងអន្តរជាតិជាមួយនឹងវិជ្ជបណ្ឌិតដែលមានបទពិសោធន៍ជាច្រើនឆ្នាំនិងបញ្ចប់ការសិក្សាមកពីបរទេស ទីតាំងចូលតាមជ្រុងមណ្ឌលសុខភាពស្ទឹងមានជ័យចម្ងាយ20ម៉ែត្រជាប់របងសាលាបឋមសិក្សាស្ទឹងមានជ័យទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ085 568 926និង016 568 926